ហេតុអ្វីបានជាអ្នកពលឡានអ្នកមិនបានបរិភោគវាឯណាម្ដេចក៏ពលវាទៅកើតមែនយើងមិនបានបរិភោគក៏ពិតមែនក៏ប៉ុន្តែនៅពេលដែលយើងចូលទៅដល់ក្នុងឡានយើងជិះឡានអ្នកដំណើរមានអារម្មណ៍មិនស្រួលឈឺក្បាលវិលមុខបែកញើសសស្រាក់រកកលនិងក្អួតភ្លាមដោយបរិភោគអ្វីខុសអញ្ចឹងអ្នកខ្លះគ្រាន់តែចូលទៅដល់ក្នុងឡានមិនទាន់ទាំងចេញដំណើរបាន100ម៉ែត្រផងក៏តាំងពលច្រងាប់ច្រងល់ទៅហើយការពិតអាការៈនេះស្ដែងឡើងដោយហេតុថាព័ត៌មានដែលខួរក្បាលបានទទួលព័ត៌មានដែលភ្នែកមើលឃើញត្រចៀកស្ដាប់ឮនិងរាងកាយសាច់ដុំដែលប៉ះពាល់មានសភាពមិនច្បាស់លាស់ច្របូកច្របល់ប្រឆាំងគ្នានិយាយជារួមគឺខ្លួនប្រាណយើងបាត់លំនឹងបង្កទៅជាការភ័យព្រួយគិតច្រើនទោះជាការគិតនោះធ្វើឡើងដោយមិនបានប្រឹងដោយមិនបានដឹងខ្លួនក៏ដោយក៏អាការៈពលឡានេះបានស្ដែងចេញមកដែរក្លិនផ្សេងកម្ដៅសំឡេងម៉ាស៊ីនឡានក៏អាចជាកត្តាបន្ទាប់បន្សំនាំឲ្យពលឡានដែរដូច្នេះហើយបានជាអ្នកវិទ្យាសាស្ត្រនិងគ្រូពេទ្យមួយចំនួនគិតថាការពលឡានមិនមែនជាជំងឺទេពលឡានមិនមែនជាជំងឺទេមិនបានមិនមែនជាជំងឺពីព្រោះដោយសារអ្នកនោះជួនកាលគាត់ខ្លាចនៅក្នុងឡាននោះអត់មានខ្យល់ដកដង្ហើមស្រួលជួនកាលទៀតគាត់នៅកន្លែងខ្លះដែលឃើញដូចជាវាដោយនៅទូជីកប៉ាល់នៅសមុទ្រនេះវាមើលឆ្វេងមើលស្ដាំទៅអត់មានស្អីជាអាចនឹងទប់បានណាដោយមានដើមឈើមានខាងលើមេឃហើយក្រោមទឹកចាហើយបើជិះឡានឃើញដើមឈើនោះក៏ចេះដើរដែរបាទហ្នឹងហើយម្ល៉េះធ្វើឲ្យបារម្ភធ្វើឲ្យភ័យហ្នឹងអាចនឹងឲ្យពលឡានហ្នឹងជនគ្រប់រូបអាចមានអាការៈពលឡានបានទាំងអស់មិនថាក្មេងចាស់ប្រុសស្រីដែលធ្លាប់ជិះឡានតាំងពីតូចឬមិនដែលធ្លាប់ជិះឡាននោះទេក៏ប៉ុន្តែជាទូទៅអ្នកពលឡានភាគច្រើនគឺជាកុមារនិងស្ត្រីភេទលោកវិជ្ជបណ្ឌិតឆៃសិដ្ឋាបានឆ្លើយបញ្ជាក់យ៉ាងច្បាស់លាស់ចំពោះសំណួរថាតើការពលឡាននេះបណ្ដាលមកពីអ្នកដែលពុំសូវធ្លាប់មានទម្លាប់ជិះរថយន្តឬមែនទេអានឹងជាដាច់ខាតអត់មែនចឹងសោះអ្នកដែលធ្លាប់ជិះឡានតាំងពីតូចមកក៏អាចពលឡានដែរបាទមានដែរប៉ុន្តែធម្មតារឿងពលឡានហ្នឹងច្រើនតាកូនក្មេងពីអាយុ 4-5 ឆ្នាំរហូតដល់បាទ12អីក៏ខ្លះដល់15-16ទៅហើយបើមិនចឹងទេមានខ្លះទៀតដោយសារសង្ស៊ីបច្រើនតាខាងជាមនុស្សភេទស្រីអ្វីត្បិតតែអាការៈពលឡាននេះបានសម្ដែងចេញមកដោយសារតែខួរក្បាលមិនអាចវិនិច្ឆ័យព័ត៌មានដែលមានលក្ខណៈប្រឆាំងគ្នាក៏ដោយក៏ការតាំងចិត្តតាំងកាយតាំងអារម្មណ៍មិនគ្រប់គ្រាន់សម្រាប់បញ្ជៀសភាពពលឡានឲ្យចេញពីខ្លួនបានទេមធ្យោបាយសាមញ្ញនិងមានប្រសិទ្ធភាពនោះគឺការប្រើប្រាស់ថ្នាំនៅពេលមុនធ្វើដំណើរ 2-3 ថ្ងៃមុនឬមុនពេលហៀបនឹងចេញដំណើរថ្នាំទាំងនោះមានជាអាចថ្នាំណូតាមីនការប្រើប្រាស់ថ្នាំយូរទៅអាការៈពលឡានអាចនឹងរលាយរលត់បាត់បានថ្នាំមាន 3-4 មុខអាចដាក់ទៅបាត់ភ្លាមជួនកាលគេឲ្យថ្នាំមុននឹងជិះមុនធ្វើដំណើរជួនកាលធម្មតាគេច្រើនធ្វើរបៀបហ្នឹងជួនកាលទៀតដែលគេឲ្យថ្នាំហ្នឹង 3-4 ថ្ងៃមុនទៅពេលខ្លះមុននឹងចេញធ្វើដំណើរហ្នឹងលេបកន្លះគ្រាប់ចង់តើថ្នាំអីទៅថ្នាំហ្នឹងដែលធម្មតាពីដើមគេប្រើថ្នាំមួយមុខគេហៅថាណូតាមីនហើយប៉ុន្តែឥឡូវហ្នឹងមានថ្នាំថ្មីទៀតផ្ទុយពីគំនិតដែលគេថាគុំញ៉ាំអាហារច្រើនខ្លាចក្អួតគឺជាការខុសស្រឡះតាមពិតអ្នកត្រូវតែបរិភោគឲ្យឆ្អែតកុំឲ្យក្រពះទៅទេជាការបន្ទាប់ផ្សំនេះជួនកាលដែលអត់ហូបញ៉ាំអីហ្នឹងទៅជួនកាលគេថាអាពលឡានហ្នឹងអាចនឹងតាក់ទងជាមួយនឹងខ្វះជាតិស្ករនៅក្នុងខ្លួនក៏បានដែរគេហៅថាហ៊ីប៉ូហ្គ្លីសេមីនោះឡើយតែញ៉ាំជាតិស្ករនឹងតិចទៅដើម្បីនឹងឲ្យទៅថាកុំឲ្យអារឿងនឹងមកចូលលក់កុំឲ្យវាចូលមកច្រឡូកច្រឡំគ្នាជាមួយនឹងបាទក្រៅពីការប្រើថ្នាំនិងមានមធ្យោបាយនិងគន្លឹះងាយៗសំខាន់មួយចំនួនដែលគួរប្រតិបត្តិមុនពេលធ្វើដំណើរនិងក្នុងពេលកំពុងធ្វើដំណើរដើម្បីជួយបន្ធូរបន្ថយអារម្មណ៍ឈឺក្បាលវិលមុខរងាក់រងើយចង់ក្អួតបើរយៈផ្លូវឆ្ងាយតើឧស្សាហ៍ឈប់សម្រាកឲ្យបានញយដង
ជៀសវាងកុំមើលទេសភាពឬមើលវត្ថុអ្វីដែលមានចលនានៅចំហៀងកញ្ចក់ឡានអ្នកត្រូវផ្ដោតភ្នែកទៅមើលខាងមុខរថយន្តសម្លឹងជើងមេឃក្បួននេះក្រុមពីលុតបើកយន្តហោះចូលចិត្តប្រាណាស់ដូច្នេះហើយបានជាអ្នកពលឡានជាទូទៅនឹងឈប់ពលឡានប្រសិនណាបើគាត់ខ្លាយទៅជាអ្នកបើកបររថយន្តដោយផ្ទាល់ខ្លួនឯងនេះបានសេចក្តីថាបើភ្នែកសម្លឹងទៅលើវត្ថុអ្វីមួយដែលខ្លួននឹងត្រូវធ្វើទៅតាមក្រោយនោះអាចនឹងកាត់បន្ថយបញ្ហាបាត់លំនឹងបានយ៉ាងច្រើនម្យ៉ាងវិញទៀតការបើកបរមានតួនាទីសំខាន់ណាស់ក្នុងការជំរុញឬជួយកាត់បន្ថយការពលឡានបើសិនជាអ្នកពលឡានជិះនៅក្នុងឡានចូលអ្នកកុំបើកលឿនពេកជាពិសេសពេលដំឡើងនិងពេលបន្ថយល្បឿនដោយប្រសាសន៍លោកវិជ្ជបណ្ឌិតឆៃខាងដើមអញ្ចឹងអ្នកពលឡានខ្លះគាត់ភ័យព្រួយបារម្ភខ្លាចគ្មានខ្យល់ដកដង្ហើមដូច្នេះគួរតែបង្ហើបបង្អួចឲ្យមានខ្យល់ចេញចូលនិងកុំចាក់ភ្លេងឮលាន់ខ្លាំងពេកប៉ុន្តែបើអ្នកពលឡានខ្លួនឯងគាត់ចង់ច្រៀងនោះគឺជាការប្រសើរអាចជួយឲ្យគាត់បំភ្លេចរឿងពលឡានបានចេញពីខ្លួនគាត់